បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានរាល់ការបង្ហោះបង្ហាញអំពីថ្នាំឱសថបុរាណខ្មែរថ្ងៃនេះខ្ញុំបានថ្នាំពិសេសមួយដែលបងប្អូនតិចនឹងស្គាល់ណាដើមនេះគេហៅថាដើមរលាយស្មងឬដើមទំលាយស្មងនេះជាប្រភេទថ្នាំខ្មែរយើងមួយដែលចាស់ពីដើមធ្លាប់ប្រើច្រើនខ្ញុំក៏ធ្លាប់ប្រើឃើញថាមានប្រសិទ្ធភាពបងប្អូនឃើញផ្កាឃើញសន្តានរៀងស្លឹកប្រហែលជាបងប្អូនខ្លះចូលព្រៃជួបប្រទះច្រើនហើយគ្រូរៀមច្បងខ្លះក៏ធ្លាប់ប្រើថ្នាំនេះច្រើនដែរសម្រាប់ស្លឹកនៅផ្កាគុណប្រយោជន៍វាពេលដែលបងប្អូនចូលទៅព្រៃដាច់ដៃដាច់ជើងឬក៏ត្រូវសត្វអាសេរពឹសខំសត្វមានពឹសខំឯងបងប្អូនអាចទំពាវាយកទៅបិទទៅក៏អាចកាត់បន្ថយការឈឺចាប់បានហើយយើងអាចយកផ្កាយកស្លឹកនេះយកហាលឲ្យស្ងួតដាំទឹកផឹកវាបណ្ដាញជាតិពុលជាតិពឹសក្នុងខ្លួននិងបំបត្តិឈឺសន្លាក់ដៃជើងជាដើមនេះគុណប្រយោជន៍នៃស្លឹកនៃផ្កាហើយគុណប្រយោជន៍ធំបំផុតគឺដើមតែម្ដងយើងយកទាំងឫសបងប្អូនហើយយកទាំងឫសដើមនេះអញ្ចឹងយើងយកទៅហាន់ជាចំណិតទៅយើងហាលឲ្យស្ងួតយកទៅត្រាំស្រាជាថ្នាំពៅកម្លាំងជាថ្នាំព្យាបាលជំងឺបាក់ឆ្អឹងបងប្អូនណាបាក់ឆ្អឹងឬក៏ថ្លោះក្រិចឬក៏យើងដួលប៉ះទង្គិចកន្លែងណាហ្នឹងត្រាំស្រាយើងអាចផឹកទៅវារំលាយឈាមរំលាយក្រំក្នុងហើយធ្វើឲ្យឆ្អឹងឆ្អែងរបស់យើងនេះវាឆាប់ជាសះស្បើយបានអានេះសម្រាប់យើងត្រាំស្រាតែយើងអាចដាំទឹកផឹកបានដែរបងប្អូនណាដាំទឹកផឹកយើងហាលឲ្យស្ងួតដាំទឹកផឹកតែមួយមុខនេះក៏បានយើងផ្សំជាមួយនឹងមុខផ្សេងទៀតក៏បានវាព្យាបាលបានជំងឺរឹសដូងបាតឬដូងច្រមុះណាបណ្ដាញជាតិពុលបណ្ដាញពឹសប៉ុន្តែថ្នាំនេះហាមបងប្អូនស្ត្រីដែលគាត់មានកមានផ្ទៃពោះគឺហាមប្រើជាដាច់ខាតតែសម្រាប់បងប្អូនស្ត្រីដែលគាត់មានជំងឺរដូវមិនទៀងធ្លាក់សអានេះគួរប្រើព្រោះថ្នាំនេះគឺអាចព្យាបាលបានសម្រាប់បងប្អូនដែលស្ត្រីដែលគាត់មានជំងឺធ្លាក់ឈាមសឬក៏រដូវមិនទៀងអីហ្នឹងគឺអាចប្រើប្រាស់បាននេះគេហៅថាដើមរលាយស្មងឬដើមទំលាយស្មងបងប្អូនណាមើលឲ្យសម្គាល់ពេលដែលចូលព្រៃបងប្អូនផ្ទះឃើញកាប់យកមកហាលឲ្យស្ងួតទុកក្រនឹងប្រើប្រាស់ទៅគឺល្អពិសេសបាទហ្នឹងហើយអរគុណហើយបងប្អូនកុំភ្លេចជួយ share និងចែករំលែកឲ្យបងប្អូនខ្លះក៏បានស្គាល់បានដឹងផងទុកក្រនឹងប្រើប្រាស់ជាឱសថបុរាណពេលខ្លះយើងចូលព្រៃយើងឃើញយើងអត់ស្គាល់អញ្ចឹងខ្ញុំសូមថតបង្ហាញឲ្យបងប្អូនបានស្គាល់នេះស្លឹកវាបែបនេះនេះបងប្អូនណាស្លឹកវាបែបនេះផ្កាវាបែបហ្នឹងអានេះវាអត់តន់រីកអស់ទេផ្កាវាទៅផ្កាថ្មីហ្នឹងហើយអរគុណពុកម៉ែបងប្អូនច្រើន